សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ភាគថ្មីថ្ងៃនេះយើងនឹងតភាគផលយើងណាកុំភ្លេចចុច like subscribe និង comment ឲ្យ admin ផងដើម្បីជាកម្លាំងចិត្តឲ្យ admin ធ្វើវីដេអូបន្តនៅពេលដែលសញ្ញាជាមួយ Texture គេបញ្ចប់រឿងនឹងជាមួយគ្នាហើយនឹង Texture កំពុងតែគិតថាមានអ្វីខុសមួយនៅក្នុងខួរក្បាលរបស់គេណាគេយល់សោះថាហេតុអីបើគេធ្វើរឿងនឹងជាមួយសញ្ញាម្ដងទៀតហើយ Texture គិតច្រើនពេកគេក៏បដិញកំណត់ផលខ្លួនឯងចេញទាំងអស់ព្រោះហ្នឹងគឺជាលក្ខខណ្ឌតែប៉ុណ្ណោះគេភ្នាល់ជាមួយសញ្ញាដោយគិតថាខ្លួនគេគឺជាអ្នកឈ្នះតែតាមពិតទៅដូចជាជាប់អន្ទាក់ផលសញ្ញាវិញទេរុញក្បាលខ្លួនឯងទៅចូលក្នុងធៀមផលសញ្ញាម្ដងទៀតហើយក្នុងចិត្ត Texture ក៏ដឹងដែរថាបើសិនជាគេចាញ់ច្បាស់ណាសញ្ញានឹងធ្វើឲ្យទង្វើនឹងជាមួយគេតែក្នុងចិត្តដឹងអញ្ចឹងហើយហ្នឹងណានៅតែលេងជាមួយគេទៀត Texture គេកំពុងតែល្អសុកហ្នឹងក៏លើសំឡេងតន្ត្រីចេញពីបន្ទប់មួយទៀតសំឡេងតន្ត្រីហ្នឹងដែរ Texture គេដូចជាប្រហែធ្លាប់ឮគេវិភាគទៀតណាថាសំឡេងតន្ត្រីហ្នឹងរបៀបថាមិនទន់ពេកហើយក៏មិនឆើតឆាយពេកដែរវាហាក់បីដូចជាសំឡេងធម្មតាហើយនឹងធ្ងន់គេច្បាស់ក្នុងចិត្តណាថាហ្នឹងគឺជាឧបករណ៍ដែលមានខ្សែតែពេលដែលស្ដាប់ទៅវាហាក់បីដូចជាមិនមែនវីយូឡុងទេហើយច្បាស់ណាស់ក៏មិនមែនសាឡូដែរវិភាគចុះឡើងក៏បានដឹងថាវាគឺជាវីយ៉ូឡាហើយពេលដែលគេដើរចូលបន្ទប់ហ្នឹងក៏ភ្ញាក់ផ្អើលណាអ្នកដែលលេងតន្ត្រីហ្នឹងគឺជាសញ្ញាលោកបងនេះដូចចេះគ្រប់សពហ្មងហើយTextureគេឈរមើលបដាគេគិតក្នុងចិត្តបដាថាសស្អាតណាស់ស្អាតដល់ថ្នាក់ដែលគេហ្នឹងគិតថាម្នាក់ដែលកំពុងតែលេងហ្នឹងក៏មិនមែនជាមនុស្សដែលគេស្គាល់ដែរ Texture គេកំពុងតែគិតហើយថាគេអត់ស្គាល់ច្បាស់ពីតន្ត្រីទេតែគេគ្រាន់តែដឹងថាអាឧបករណ៍ហ្នឹងវាមិនងាយទេក្នុងការលេងម្នាក់ឯងហើយគេគិតតែសារសញ្ញាទៀតណាថាមានតែសញ្ញាទេដែលស័ក្តិសមនឹងរឿងហ្នឹងព្រោះថាសញ្ញាគឺជាសត្វបិសាចហើយក៏ជាសត្វដែលគ្មានអារម្មណ៍ដែរមាត់ថាគេបិសាចទេតែចិត្តវិញណាតើសើគេមិនឈប់ទេថាមនុស្សគេហ្នឹងមានទេពកោសល្យแล้วเนาะដែលអាចលេងភ្លេងដ៏ស្រស់ស្អាតហើយថែមទាំងខ្ជុះទៀតយេចំទៅគឺលេងភ្លេងបានไปរស់ហ្នឹងពេលដែលសញ្ញាគឺលេងអាតន្ត្រីហ្នឹងចប់គេក៏បានដើរមកគេក៏ប្រទះឃើញTextureហ្នឹងកំពុងតែអង្គុយស្ដាប់គេលេងមិនត្រឹមតែប៉ុណ្្នឹងទេTextureនៅដេកលក់ជាមួយនឹងតន្ត្រីដែលសញ្ញាលេងហ្នឹងទៀតសំបីតែសញ្ញាយកឧបករណ៍ទៅឆ្កឹះសក់ឲ្យហ្នឹងណាTextureនៅដេកអត់ដឹងខ្លួនទៀតតែតិចថាលោកបងសញ្ញាទៅដាស់Textureអីទៅចាតែអង្គុយលេងភ្លេងតទៀតឲ្យអូនគេស្ដាប់ទាំងវើតែប៉ុណ្្នេះក៏យើងដឹងថាសញ្ញាស្រឡាញ់Textureឲ្យនៅដែរឥឡូវយើងកាត់មកមើលពេលព្រឹកព្រលឹមឡើងវិញTextureគេកំពុងតែបបួលសញ្ញាទៅបោបាញ់សត្វតែចៃដន្យអីលោកបងសញ្ញាដូចមិនចាប់អារម្មណ៍នឹងរឿងហ្នឹងផងហេសញ្ញាធុញហងថ្ងៃនៅក្នុងហ្នឹងធុញណាទៅបោបាញ់សត្វទេមកសបាយខ្លះTextureគេមកអុកឲ្យសញ្ញាតបោបាញ់សត្វជាមួយគេព្រោះគេមានអារម្មណ៍ថាធុញនៅក្នុងផ្ទះហ្នឹងពេលដែលគេតនេហ្នឹងគេចូលចិត្តគិតរឿងសញ្ញារហូតអញ្ចឹងគេបដិញគំនិតខ្លួនឯងចេញតែឃើញថាសញ្ញានៅតែអត់ឆ្លើយជាមួយគេទៀតគេក៏បដូរវិធីសាស្ត្រម្ដងគេថាគេឃើញស្បែកខ្លាច្រើនណាដែលពីពេញកាលមកគេនិយាយឌឺទៅកាន់សញ្ញាទៀតថាសញ្ញាហ្នឹងប្រមាញ់សត្វឲ្យខ្លួនឯងមែនហើយគេថែមទាំងនិយាយទៀតថាសញ្ញាហ្នឹងប្រមាញ់សត្វទាំងអស់ហ្នឹងបានមែនវាល្អណាស់បើសិនជាយើងប្រមាញ់សត្វបានក៏ពោះវាហើយក៏លៀបបឺសញ្ញាហើយប្រមាញ់ទាំងអស់មែនតើណោះហើយប្រមាញ់តែម្នាក់ឯងសញ្ញាគេឆ្លើយនៅសំណួរស្អីទេគេគ្រាន់តែកវីក្បាលថាមិនអញ្ចឹងទេតែឃើញអូនគេមកអុកមិនឈប់អញ្ចឹងគេក៏ដាក់ស្នើមកគេថាមិនចង់ភ្នាល់ម្ដងទៀតមែនTextureក៏គេចៅដែរគេថាហ្នឹងហើយភ្នាល់ម្ដងទៀតតែក្នុងចិត្តវិញកំពុងតែខ្ពើមសញ្ញាហើយតែលឺអញ្ចឹងសញ្ញាគេលន់មាត់ថា Texture នឹងស្ដាយក្រោយវាហាក់បីដូចជាTextureឯងមកជួយគេអញ្ចឹងពួកគេបានមកបបបាញ់សត្វហើយតែអីដែលយើងឃើញហ្នឹងគឺបាញ់ខុសក្តានហើយអ្នកដែលបាញ់ហ្នឹងក៏ជាTextureគេបាញ់ខុសអញ្ចឹងគេមកក្នុងចិត្តដែរបើសញ្ញាវិញមានតែសោចឌឺថែមឈួតមែនថាត្រូវឯតាមិញហ្នឹងបាញ់មកគ្រាប់ហ្នឹងត្រូវឯហ្នឹងវាទៅលោតចេញឯនេះតែTextureគេបាញ់ខុសអញ្ចឹងសញ្ញាគេបាញ់ម្ដងតាមមកគ្រាប់ទេគឺចំក្តានហ្នឹងពេញទៅហឹងមកតែឃើញសញ្ញាបកែអញ្ចឹងក្នុងចិត្តTextureក៏ទៅសើដែរធំតាមកគ្រាប់ទេសញ្ញាអាចបាញ់ត្រូវទាំងដែលសត្វក្តានហ្នឹងគឺនៅឆ្ងាយពីពួកគេមែនតែអាជនកំណាចដូចជាសញ្ញានេះបែរជាអាចបាញ់ត្រូវវិញសញ្ញាគេដើរទៅរកសត្វក្តានដែលគេបាញ់មិញហ្នឹងTextureក៏គេគិតដែរថាគេគ្រាន់តែខ្ជិះខ្ជាយពេលវេលាទេដែលមកហ្នឹងព្រោះតាមមកដល់ពេលនេះហើយTextureគេអត់ទាន់បាញ់ត្រូវសំបីតែមកគ្រាប់តែ Textureគេមកភ្នាល់មួយសញ្ញាបាញ់សត្វនៅក្រៅអញ្ចឹងមកពីគេចង់សិក្សាពីតំបន់ដែលគេត្រូវរត់គេចខ្លួនហ្នឹងនិយាយមកដល់ត្រង់នេះTextureហាក់បីដូចជានឹកឃើញរឿងមួយគេប្រហែលជាមិនបាច់ចាំលំបាកគិតរឿងទាំងអស់ហ្នឹងទៀតទេព្រោះតែគេឃើញថាសញ្ញាកំពុងតែជក់ចិត្តមួយសត្វដែលគេបាញ់បានមិញហ្នឹងហើយមួយទៀតវិមានគឺនៅក្រោយខ្នងគេនឹងឯងបើសិនជាគេរត់ទៅមុនដូច្នេះគេប្រកាសជាដល់វិមាននឹងមុនដូចគ្នាហើយបើសិនជាគេអាចបើកឧទ្ធម្ភាស
ចាក់នឹងបានទៀតស្នាមញញឹមផងគេចេញមកទៀតណាគេគិតអញ្ចឹងនឹងហើយបើគេប្រវែខ្លួនរត់ទៅឡើងលឿនខ្វះតែបន្តិចទៀតទេដល់ហើយអត់មានឃើញឡើងឆ្ងាយហើយ take show ថាបន្តិចតែយើងដឹងស្រាប់ហើយថាមនុស្សដូចជាសញ្ញាដឹងច្បាស់ណាស់ពីជំនាញដែល take show ត្រូវដើរនីមួយៗដូច្នេះហើយសញ្ញាគេបាញ់ចិត្តឆុងជើងផោះ take show ដើម្បីបញ្ឈប់ take show តអញ្ចឹងទៅ take show គេភ្ញាក់ផ្អើលព្រោះគេអត់ដឹងទេថាគេនឹងត្រូវធ្វើអីសំណួរតែមួយគត់ដែលគេសួរខ្លួនឯងនៅពេលនេះតើគេគួរធ្វើអ្វីបន្តទៅសញ្ញាក៏គេនិយាយគម្រាមថាបើសិនជាមកគ្រាប់ទៀតគេបាញ់ទៅប្រកាសណាគេបាញ់អត់ឲ្យខុសទេឮសញ្ញានិយាយហើយ take show គេប្រកាសក្នុងចិត្តណាយ៉ាស្មោះត្រង់ទៅទោះជាគេឈរនៅមកកន្លែងស្ដាប់សញ្ញាក៏ដោយតែលទ្ធផលគឺនៅតែដដែលអញ្ចឹងគេចង់មានន័យថាបើសិនជាគេឈរនៅហ្នឹងដូចជាមនុស្សល្ងងដែលចាំឲ្យសញ្ញាមកកាត់ក្តីលើទោសកំហុសផលគេដោយ take show គិតអញ្ចឹងនឹងហើយគេក៏រត់ទៅទៀតគេខ្វល់ពីសម្ដីសញ្ញាថាបាញ់គេឲ្យខុសលើកហ្នឹងអូយ take show អើយធ្វើដូចសញ្ញាគ្នាដាច់ចិត្តចឹងហ៎បើឈរនៅមកកន្លែងគ្នាមិននឹងអាចបាញ់ទៅតែ take show គេរត់ចេញហ្នឹងហើយដែលធ្វើឲ្យសញ្ញាទាញក្នុងកំភ្លើងមកបាញ់ទៅកាន់ take show ហើយដល់ពេលដែលកំពុងរត់ហ្នឹងគេគិតក្នុងចិត្តទៀតថាគេគ្មានជំរើសទេតាមពិតមិនអត់មានទេតែខ្លួនឯងគឺអត់ទទួលស្គាល់អញ្ចឹងហើយពេលនេះសញ្ញាគេបាញ់ទៅមកគ្រាប់ចំស្មាផោះ take show បាត់ហើយ take show គេលឺសំឡេងហ្នឹងហើយគេដឹងច្បាស់ណាថាប្រកាសណាគឺបាញ់ចំគេព្រោះតែសញ្ញាបាននិយាយថាមកគ្រាប់ហ្នឹងគឺបែរអត់ឲ្យខុសទេតែតទៅពេល take show មើលចំទៅគឺអត់មានអីផងគេសុខសប្បាយហ្នឹងក្នុងចិត្ត take show ពេលនេះគេកៀងណាគេដឹងទេថាហេតុអីបានសញ្ញាបាញ់គេខុសតែមនុស្សល្ងងដូចជាសញ្ញាបដោយឱកាសនឹងមិនមែនតែទោះបីជាសញ្ញាបាញ់ចំ take show ក៏ដោយបន្ទាប់មក take show នៅតែជួបគ្រោះអញ្ចឹងបែរជាព្យុះព្រិលហើយមកទៅបាំងបាត់អត់ឲ្យ take show ទៅណាទេលើយើងមកមើលសញ្ញាម្ដងអារម្មណ៍គេពងតែជ្រួលច្បល់ហើយហេតុអីគេសួរខ្លួនឯងមិនឈប់តែហេតុអីហើយអានឹងគឺជាអីគេកំពុងតែជ្រួលច្បល់រឿងអារម្មណ៍របស់គេអត់យល់ថាហេតុអីបានមិញហ្នឹងគេបាញ់ទៅកាន់ take show ទាំងដែលគេលេងសប្បាយជាមួយ take show អស់ចិត្តហើយគេគួរតែបញ្ចប់ take show ត្រឹមនេះឯងដូចសម្អាត take show ចេញអញ្ចឹងតែចុងក្រោយគេធ្វើអញ្ចឹងអត់បានតែហេតុអីហើយនេះមិនមែនជាលើកទី1ទេគេតែងតែគិតរកមធ្យោបាយដើម្បីកម្ចាត់ take show ជានិច្ចតែគេនៅតែបរាជ័យអញ្ចឹងតើហេតុអីវាគឺជាអីខួរក្បាលរបស់សញ្ញាពេលនេះនឹកដល់អង្ការបងប្រុសគេសួរថាហេតុអីបាន take show នៅហួរទាំងដែលសញ្ញាគួរតែសម្រាប់ take show បន្ទាប់ឲ្យកាត់ម្រាមដៃទាំងអស់បោះចូលទឹកទន្លេដោយដែលអ្វីដែលសញ្ញាធ្លាប់ធ្វើពីមុនមកហើយសញ្ញាដែលផ្លាស់ប្ដូរវិធីសម្រាប់ផុសខ្លួនឯងទេសញ្ញាតែងតែធ្វើដូចនោះចាំមកដល់ត្រង់នេះសញ្ញាគេគិតក្នុងចិត្តឯងថាត្រូវហើយពិតជាអញ្ចឹងមែនសញ្ញាគេគិតទៀតណាថាតាំងពីដើមរហូតមកដល់បច្ចុប្បន្នគេដែលចាប់អារម្មណ៍អីលើសពី2ដងទេកុំថាឡើយមនុស្សសំបីតែរបស់ដែលនៅជុំវិញខ្លួនរបស់គេក៏គេដែរចាប់អារម្មណ៍លើសពី2ដងដែរចុះឥឡូវហេតុអីបានវាកើតឡើងអញ្ចឹងសញ្ញាគេបល់ក្នុងខួរអីសំបីតែដើរនោះក៏គេមិនដើរទៅរក take show ដែរគេសុកចិត្តដើរគិតផងលីក្តាន់ទៅផងទាំងដែលអត់ខ្វល់ថា take show នៅណាទេអត់មាននិយាយច្បាស់ទៅក្នុងពេលវេលាដែលសញ្ញាកំពុងតែគិតនេះបើអត់មានព្យុះព្រិលដែលបក់ take show មិញទេប្រកាសណា take show អាចនឹងជីកតុំរួយចេញបាត់ហើយតែមកដល់ត្រង់នេះសញ្ញាគេនៅតែសួរខ្លួនឯងថាហេតុអីតែក៏មានដៃមួយកេះជើងគេដែរអើយម្នាក់ហ្នឹងគ្មានណាគេក្រៅពី take show ទេតតែអញ្ចឹងទៅសញ្ញាគេមើលមុខ take show នឹងនិយាយទៅកាន់ take show ថាការភ្នាល់ហ្នឹងគេមើលទៅឈ្នះហើយតែការភ្នាល់ឈ្នះហើយប្រកាសណាសញ្ញាគេនឹងលេងជាមួយ take show តែម្សានេះផងដែរសញ្ញាដូចរៀងលេង take show ធ្ងន់បែរជាខឹងហើយដែល take show ចង់ងត់ចោលគេមើលទៅកាន់ take show បដាហើយនៅយកដៃទៅច្របាច់ក take show ទៀតច្របាច់កអូនអស់ចិត្តហើយក៏តាគៀកគិតគេពីធ្វើបាបគេហើយក៏យកដៃនឹងទៅងអែលលបួរដែលច្របាច់កគេមិញទៀតក្នុងចិត្តសញ្ញានៅពេលនេះគេថាទុកឲ្យ take show នៅរស់គឺជាការរំខានដែរតែសញ្ញាក៏គេគិតវិញថាមិនមែនជាការរំខានទាំងអស់ទេមកដល់ត្រង់នេះអែតមានសុំនិយាយតិចណាtake show គឺជាអ្នកមករករឿងសញ្ញាបើគិតតាមធម្មតាព្រោះតែរឿងដែល take show ធ្វើតាំងពីដើមមកហ្នឹងគឺច្រើនមែនទែនដែលអាចបង្កើតជាបញ្ហាឲ្យសញ្ញាក៏មិនមែនត្រឹមតែមានបញ្ហាតែសញ្ញាទេថែមទាំងមានបញ្ហាដល់ប្រទេសរុស្ស៊ីទាំងមូលទៀតតែចៃដន្យអីរបស់សញ្ញាក៏អត់ខ្វល់ពីបញ្ហាទាំងអស់ហ្នឹងទេតែទោះបីជាសញ្ញាអត់ខ្វល់ក៏ដោយតែបងប្រុសសញ្ញាមិនអាចអត់ខ្វល់បានទៅគេធ្វើការឲ្យប្រទេសនឹងទាំងមូលដូច្នេះគេប្រកាសជាចង់សម្រាប់ take show ដើម្បីបំបិតមាត់ហើយអញ្ចឹងហើយបានសញ្ញាគេនិយាយថាទុកឲ្យ take show នៅរស់ក៏វារំខានដល់គេបន្តិចដែរតែរឿងមួយទៀតដែលសញ្ញាគេគិតថា take show នៅរស់ក៏មិនមែនជាការរំខានហ្នឹងទី1 take show ធ្លាក់ដល់ចំណុចហ្នឹងហើយគេនៅតែហត់កិច្ចចេញពីសញ្ញាទី2តទៅពេលសញ្ញាគេចាប់បាន take show ក៏នៅស្ងៀមមួយរយៈដល់អត់ធ្វើអីទាំងអស់ទី3សញ្ញាគេគិតថាល្អព្រោះ take show ញ៉ាំម្ហូបអីដែលគេធ្វើឈប់សិនសញ្ញាអត់មានសួរមួយ
ប្រពន្ធគេមែនហ្នឹងមិនធ្វើតែគេគិតប៉ុណ្្នឹងឯណាគេនៅគិតទៀតថាពេលខ្លះថេកចូលក៏ខ្សឹបពាក្យពេចន៍ដែលគួរឲ្យភ្ញាក់ផ្អើលឲ្យគេសប្បាយចិត្តដែរគិតឡើងមកយូរមកយានចុងក្រោយទៅសួរខ្លួនឯងថាហ្នឹងមែនអារម្មណ៍សត្វចិញ្ចឹមហ្នឹងសញ្ញាគេថែមទាំងគិតទៀតថាគេដែលមានអារម្មណ៍នឹងពីមុនមកទេតែចំពោះគេប៉ុណ្្នឹងគឺវាគ្រប់គ្រាន់ហើយសម្រាប់គេចេញទៅខែវនៅពេលដែលគេចាំបាច់តែប៉ុណ្ណោះបន្ទាប់មកគេនឹងមកផ្ទះលឿនជាងមុនទៅទៀតត្រឹមតែប៉ុណ្្នឹងទេគេនៅចូលហាងគ្រឿងទេសដើម្បីទិញអាគ្រឿងទាំងអស់ហ្នឹងឲ្យថេកចូលដែលមានខ្វល់ពីអីទាំងអស់ទៀតគិតទៅដល់រឿងទាំងអស់ហ្នឹងហើយគេក៏សម្រេចខ្លួនឯងគេថាត្រូវហើយការសម្លាប់ទៅកាន់ថេកចូលគឺជាការខ្ជះខ្ជាយមួយក្នុងចិត្តសញ្ញានៅពេលនេះដូចជារកចម្លើយឃើញហើយតែយើងចាំមើលនៅភាគក្រោយមើលមានរឿងអីកើតឡើងនៅពេលដែលគេដឹងអារម្មណ៍របស់គេហើយអញ្ចឹង admin ក៏សូមបញ្ជាក់រឿងមួយសម្រាប់អ្នកទាំងអស់គ្នាសប្តាហ៍ថ្ងៃនេះ admin អត់មានរកចំណូលបានតាម YouTube សូម្បីតែមួយកាក់មួយសេនណាឡើយមូលហេតុហ្នឹងបើចាំ admin ប្រាប់ក៏ admin ផ្សេងប្រាប់ដែររឿង BL ប្រភេទអញ្ចឹងគឺរកលុយអត់បានទេអញ្ចឹងហើយសប្តាហ៍ថ្ងៃនេះ admin ធ្វើវីដេអូដោយសារតែការឆ្លាញ់ចូលចិត្តហើយមួយទៀតក៏ដោយសារតែអ្នកគាំទ្រ admin ដែរដូច្នេះដែរ admin សូមចិត្តទៅកាន់អ្នកទាំងអស់គ្នាកុំប្រើពាក្យមិនសមរម្យមកកាន់ admin អីហើយ admin ក៏មិនភ្លេចអរគុណសម្រាប់អ្នកដែល support admin តាម QR ដែរណាបាយ